សម្ព័ន្ធអាល់កៃដាអះអាងថាបានសម្លាប់ទាហាន200នាក់ក្នុងការវាយប្រហារនៅប្រទេសបូគីណាហ្វាហ្សូសាខាអាល់កៃដានៅតំបន់អាហ្វ្រិកខាងលិចបានអះអាងថាខ្លួនបានសម្លាប់ទាហាន200នាក់នៅក្នុងការវាយប្រហារលើមូលដ្ឋានទ័ពមួយក្នុងប្រទេសបូគីណាហ្វាហ្សូក្នុងសប្តាហ៍ដោយបានបង្កើតចំនួនអ្នកស្លាប់យ៉ាងច្រើនបំផុតនេះបើយោងតាមក្រុមដែលតាមដានសកម្មភាពតាមអ៊ីនធឺណិតរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមបានឲ្យដឹងនៅថ្ងៃទី16ខែឧសភានេះក្រុមចោរកម្មស៊ីតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបញ្ជាក់មួយថ្ងៃបន្ទាប់ពីខ្លួនបានអាងថាបានសម្លាប់ទាហាន60នាក់ទោះបីជាមិនមានចំនួនអ្នកស្លាប់ជាផ្លូវការឬសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលលើការវាយប្រហារក៏ដោយអ្នកស្រុកឌីជីដូនបានឲ្យដឹងថាទាហាននិងជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថាពួកសកម្មជនប្រយុទ្ធជនីមបាននឹងកំពុងបង្កើនការវាយប្រហារនៅប្រទេសបូគីណាហ្វាហ្សូជាកន្លែងដែលបបយោធាបានដើមអំណាចនៅឆ្នាំ2022ដោយតស៊ូដើម្បីបង្វែរជំនួសប្រឆាំងនឹងពួកប៉ះប៉ោអ៊ីស្លាមសូមបញ្ជាក់ថាពួកសកម្មយុទ្ធជនីមបានអះអាងពីបូគីណាហ្វាហ្សូនៅថ្ងៃទី11ខែឧសភាខណៈដែលមេដឹកនាំរបបយោធាលោកអ៊ីវ៉ាហ៊ីមឌ្រីរ៉ូកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីជាទីដែលលោកបានជួបជាមួយលោកប្រធានាធិបតីលោកវ៉ាឌីមីរពូទីន